ชุมนุม Come on, church. សុខសប្បាយ How you doing? អ្នកទាំងអស់គ្នាសុខសប្បាយ How you guys doing? ខ្ញុំចង់អ្នកទាំងអស់គ្នាបានក្រោកឈរឡើងហើយស្វាគមន៍ទៅកាន់គ្នាទៅវិញទៅមកប្រាប់ថាខ្ញុំសប្បាយចិត្តមែនទែនដែលឃើញអ្នកនៅទីនេះ Please stand up and saying that I'm happy to see you here. ខ្ញុំសប្បាយចិត្តមែនទែនដែលឃើញវត្តមានរបស់អ្នកជាមួយនឹងពួកយើង I'm so happy to see all of you here together with us. ព្រោះវត្តមានរបស់អ្នកពិតជាសំខាន់មែនទែននៅក្នុងថ្ងៃនេះ Because your presence is very important for us today. Come on church Come on. Come on Woo. អូខេអ្នកទាំងអស់គ្នាអាចអង្គុយចុះបាន Please take your seat. ប្រហែលជាបងប្អូននៅខាងក្រោយអាចសូមអញ្ជើញបងប្អូនមកខាងមុខបន្តិចទៀតមកបាទមកខាងមុខបន្តិចទៀតខ្ញុំចង់ឲ្យបងប្អូនមកចិត្តពួកយើងមកចិត្តគ្នាពួកយើងជាគ្រួសារតែមួយពួកយើងចង់ឲ្យអ្នកទាំងអស់គ្នាបានស្រូបយកជាមួយនឹងអ្វីដែលនៅខាងមុខនេះ So for those who sit at the back, please move into the front. We want you to get closer together. ខ្ញុំចង់ប្រាប់ទៅកាន់បងប្អូននៅក្នុងថ្ងៃនេះទោះបីជាអ្នកជឿឬក៏មិនជឿលើព្រះយេស៊ូវក៏ដោយឬក៏អ្នកអត់ទាន់ជឿលើព្រះយេស៊ូវក៏ដោយខ្ញុំចង់ប្រាប់ថាក្រុមជំនុំសេរីភាពពួកយើងបានធ្វើគ្រប់បែបយ៉ាងតាំងពីថ្ងៃសៅរ៍រៀបចំគ្រប់បែបយ៉ាងរៀបចំកៅអីបោះជូតបន្ទប់រៀបចំកាហ្វេធីមអីផ្សេងទៀតដើម្បីស្វាគមន៍អ្នក I want you to know that no matter you believe or non-believe, Freedom Church do everything for all of us. ដោយដែល event leader របស់ពួកយើងនៅខាងលើនេះគាត់បាននិយាយថាយ៉ាងម៉េចបើសិនជាអ្នកចូលរួមជាមួយយើងលើកទី1អ្នកគឺជាភ្ញៀវពិសេសរបស់ពួកយើងដោយសារតែអ្នកពិសេសនោះឯងបានយើងព្យាយាមរៀបចំយ៉ាងពិសេសសម្រាប់អ្នកដូចគ្នា As like our event leader said that you are joining us for the first time, you are our VIP, you are special people. That's why we prepare everything to welcome you. ដូច្នេះហើយអ្នកគឺជាមនុស្សសំខាន់សម្រាប់យើងនៅក្នុងថ្ងៃនេះ So you are the important people for us. មុនពេលដែលពួកយើងចូលទៅកាន់ប្រធានបទនៅក្នុងថ្ងៃនេះអ្នកទាំងអស់គ្នាបានមើលនៅក្នុងវីដេអូបាញ់មិញប្រហែលជាអ្នកទាំងអស់គ្នាឮពាក្យមួយដែលគេនិយាយថាមនុស្សគ្រប់ជីវិតទាំងអស់គឺសំខាន់ So before we get into deeper in our subject today, maybe you recognize in the video at the moment saying that everyone is important. ហើយខ្ញុំក៏ចង់ឲ្យអ្នកទាំងអស់គ្នាមើលទៅកាន់ឃ្លាមួយជាមួយគ្នាអំពីពាក្យមួយនេះ I want you to say this sentence together. មនុស្សគ្រប់គ្នាគ្រប់ទីកន្លែង Anyone, anywhere. បើមកអ្នកស្គាល់ពាក្យមួយឃ្លានេះ How many of you know this ប្រហែលជា sentence? មានបងប្អូនមួយចំនួនអត់ទាន់បានស្គាល់ពាក្យមួយឃ្លានេះហើយដឹងថាពាក្យមួយឃ្លានេះគេយកទៅទុកនៅណាទេ Maybe some of you don't know this sentence yet and you don't know where they keep this sentence for. ខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាមុនពេលដែលយើងដើរចូលមកកាន់បន្ទប់មួយនេះយើងមើលទៅកាន់ផ្ទាំងនៅខាងលើនៅមុខបន្ទប់ហ្នឹងហើយយើងនឹងឃើញពាក្យមួយគេថាមនុស្សគ្រប់គ្នាគ្រប់ទីកន្លែង So when you get into the event room, on the wall, you can see that anyone, anywhere. ជុំមនុស្សគ្រប់គ្នាគ្រប់ទីកន្លែងគេយកទៅធ្វើអីគេ So what we get this sentence to do? ហើយដែរបាននៅក្នុងក្រុមជំនុំមួយនេះមានពាក្យមួយនេះ Why in this Freedom Church has this sentence? នេះគឺជាអត្ថន័យ This is the meaning. យើងផ្សារភ្ជាប់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងឲ្យមានជីវិតផ្លាស់ប្រែក្នុងទំនាក់ទំនងជាមួយព្រះយេស៊ូវ Connecting anyone, anywhere to a life-changing relationship with Jesus. ដូច្នេះហើយបើខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាមិនខ្វល់ថាបងប្អូនជាអ្នកណាបងប្អូនជឿឬក៏មិនជឿបងប្អូនមិនមែនជាគ្រីស្ទានឬក៏ជាគ្រីស្ទានអ្នកគឺសំខាន់សម្រាប់ពួកយើង So no matter you believe Jesus or non-believe in Jesus, I would like you to know that you are important for all of us. ព្រោះក្នុងក្រុមជំនុំសេរីភាពមនុស្សគ្រប់គ្នាគឺសំខាន់ Because in Freedom Church, everyone is important. ទោះបីជាអ្នកក្រឬក៏មានទោះបីជាអ្នកទាបឬក៏ខ្ពស់ទោះបីជាអ្នកឋានៈប៉ុណ្ណាក៏ដោយអ្នកសំខាន់សម្រាប់ពួកយើង Even though you are poor or rich or you have a high position, you are important for us. ដូច្នេះហើយនៅពេលដែលអ្នកដើរចូលមកកាន់ក្រុមជំនុំមួយនេះខ្ញុំចង់ប្រាប់ថានេះអ្នកអាចចាត់ទុកទីនេះជាគ្រួសាររបស់អ្នក So when you get into this church, you can think that this is your family. អ្នកសំខាន់ពីព្រោះតែអ្នកត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ You are important because you are created by God. អ្នកហើយនៅខ្ញុំត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ You and me created by God. ព្រះជាម្ចាស់បានបង្កើតអ្នកហើយនៅខ្ញុំដោយដៃផ្ទាល់ដោយស្នាព្រះហស្ថផ្ទាល់របស់ព្រះអង្គ God created us from His hand.
មានរបស់ជាច្រើននៅលើពិភពលោកនេះដែលព្រះអង្គគ្រាន់តែមានព្រះបន្ទូលហើយបានកើតឡើងប៉ុន្តែអ្នកហើយនឹងខ្ញុំទ្រង់បានសូនអ្នកហើយនឹងខ្ញុំដោយស្នាព្រះហស្ថដោយដៃរបស់ព្រះអង្គផ្ទាល់ចុះតើអ្នកសំខាន់ប៉ុណ្ណានៅទីនេះ Everything's happened on this earth. God just said to it, and then it has now. But for all of us, God created from His hand. ដូ We ច្ are នេះ important. នៅក្នុងថ្ងៃនេះតើអ្នកទាំងអស់គ្នាស្គាល់ពីតម្លៃរបស់ខ្លួនឯងហើយឬនៅ So today, do you know how you value yourself? តើអ្នកមានតម្លៃខ្ពស់ប៉ុណ្ណា How much you value? ខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាអ្នកមានតម្លៃខ្លាំងណាស់ I would like you to know that you are very high value. ហើយនៅពេលដែលអ្នកស្គាល់ពីតម្លៃរបស់ខ្លួនឯងនោះអ្នកនឹងមើលឃើញអ្វីអ្វីដែលនៅជុំវិញអ្នកក៏មានតម្លៃដូចគ្នា So when you know your value yourself, you will see everything around you also has value. ដូច្នេះនៅក្នុងថ្ងៃនេះកលឹះជោគជ័យនៅក្នុងជីវិតសប្តាហ៍ទី2ពួកយើងនឹងនិយាយអំពីការគោរពឲ្យតម្លៃ So the subject today for the second week of our series, we will talk about we will elevate. សម្រាប់បងប្អូនដែលចូលរួមមួយយើងលើកទី1អត់ដឹងថាការកលឹះទី1គឺជាអីអត់អីទេចូលទៅកាន់ Facebook page របស់ពួកយើងហើយមើលទៅលើសារនៃព្រះបន្ទូលនោះម្ដងទៀតអ្នកទាំងអស់គ្នានឹងឃើញកលឹះទី1គឺសំខាន់នៅក្នុងជីវិតរបស់អ្នកដូចគ្នា So if you are joining us for the first time and you don't know what is the first key that we have taught last week, you can go to our page and see the video again and you will know what it was the first key. អូខេការគោរពឲ្យតម្លៃទាំងអស់នេះគឺពួកយើងនិយាយអំពីការលើកតម្លៃយើងនិយាយអំពីការគោរពគ្នាទៅវិញទៅមក So we will elevate, we will focus on we lift each other up. ដោយនៅក្នុងព្រះគម្ពីរបាននិយាយថាយ៉ាងម៉េចត្រូវគោរពឲ្យតម្លៃគ្នាទៅវិញទៅមកដោយចិត្តគោរព Like in the Bible, Rome 12:10 say that honor one another about ourselves. ហើយបើសិនជាអ្នកទាំងអស់គ្នាស្គាល់នៅក្នុងព្រះគម្ពីរជ្រៅជាងនេះទៀតអ្នកទាំងអស់គ្នានឹងឃើញថាព្រះជាម្ចាស់ទ្រង់បានបង្រៀនយើងឲ្យគោរពឲ្យតម្លៃទៅកាន់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងទ្រង់បង្រៀនយើងឲ្យដាក់គេលើសពីខ្លួនអ្នកទៀត So when you go deeper in the Bible, you will understand more about honoring to each other because God commands that you have to honor each other about us. តែសំណួរសួរថាតើយើងត្រូវគោរពឲ្យតម្លៃទៅកាន់មនុស្សជុំវិញខ្លួនយើងដោយរបៀបណា The question is, how can we honoring people around us? តើយើងអនុវត្តការគោរពឲ្យតម្លៃនៅក្នុងវប្បធម៌របស់ពួកយើងដោយរបៀបណា How can we practice honoring in our life? ជួយយើងគោរពឲ្យតម្លៃទៅកាន់អ្នកដទៃឲ្យលើសពីខ្លួនឯងដោយរបៀបណា How can we honoring other about ourselves? នេះគឺជាចំណុចសំខាន់មែនទែនដែលពួកយើងបានសម្លឹងមើលឃើញថាមានមនុស្សជាច្រើនដែលបានមើលរំលងការគោរពឲ្យតម្លៃ And this is very important point that most of the people are look over on the honoring. នៅស្មោះត្រង់ជាមួយគ្នាសពថ្ងៃនេះពួកយើងតែងតែមើលឃើញថានៅក្នុងសង្គមរបស់ពួកយើងការគោរពឲ្យតម្លៃកាន់តែតិចទៅហើយតិចទៅ Honoring or honest with us, right now in the world, the honoring each other is get lower and lower. ខ្ញុំគិតថាមានមនុស្សជាច្រើនអត់បានយកចិត្តទុកដាក់ជាមួយនឹងការគោរពឲ្យតម្លៃនេះហើយពួកគេគិតថាខ្ញុំចង់ធ្វើខ្ញុំអត់ចង់ធ្វើក៏មិនអីដែរវាអត់ប៉ះពាល់អីទេប៉ុន្តែខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាអ្នកកំពុងតែបំផ្លាញជីវិតខ្លួនឯងហើយនៅពេលដែលអ្នកមិនបានយកចិត្តទុកដាក់ទៅលើការគោរពឲ្យតម្លៃ Like most other people starting to think that if I want to do, I will do. If not, I will not. But I want you to know that you starting to destroy your life day by day. យើងចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបន្ថែមទៀតថាយើងភ្លេចគោរពឲ្យតម្លៃយើងភ្លេចគួសមដាក់គ្នាមានពេលខ្លះយើងយកមិត្តភាពធ្វើជាលេសហើយភ្លេចគោរពឲ្យតម្លៃទៅកាន់គ្នាទៅវិញទៅមកទៀត Sometimes because of our relationship, we forget to honoring each other. បើជាយើងគិតថាអូយើងស្និទ្ធស្នាលជាមួយនឹងគ្នាមិនបាច់ចាំគោរពឲ្យតម្លៃទៅកាន់គាត់ច្រើនពេកទេ No អ្នកទាំងអស់គ្នាកាន់តែស្គាល់កាន់តែជិតស្និទ្ធអ្នកនោះហើយដែលអ្នកគួរតែគោរពឲ្យតម្លៃគេកាន់តែខ្លាំងឡើងហើយខ្លាំងឡើង Everyone, don't just be we have a good relationship and we forget to honor each other. But I want you to know that when we have very close relationship with each other, that time you have or you must give honoring each other more. ពីព្រោះពួកយើងងាយស្រួលណាស់នៅពេលដែលពួកយើងអោនលំទោននៅចំពោះអ្នកដែលយើងទៅតែជួបប៉ុន្តែយើងពិបាកនៅក្នុងការឲ្យតម្លៃទៅកាន់អ្នកដែលយើងស្គាល់រាប់ឆ្នាំមកហើយ It is easy for us to respect or honoring to people that we just know and we just met, but it's hard for us to honoring people who we know long times ago. ខ្ញុំចង់នាំអ្នកទាំងអស់គ្នាក៏លេខទៅមើលនៅលើ social media វិញ
មានរឿងជាច្រើនដែលពោពេញទៅដោយភាពអវិជ្ជមានហើយបាននាំជោគជាមួយនឹងផ្នត់គំនិតជាច្រើនដែលមិនគោរពឲ្យតម្លៃគ្នាទៅវិញទៅមកមិនថាទាំងការផុសមិនថាទាំងការ live មិនថាទាំងការបញ្ចេញមតិឬក៏ការ share នៅលើបណ្ដាញសង្គមទេការគោរពឲ្យតម្លៃបានបាត់ម្ដងបន្តិចនៅក្នុងនោះ I want you to look into the social media right now. Many posts and many people are getting, can say, fighting each other. It's not value to each other or honoring to each other, but they're starting to cheat or talking bad for each other. មានរឿងជាច្រើនមានពាក្យជាច្រើនពាក្យមិនសមរម្យជាច្រើនពាក្យគំរោះគំរើជាច្រើនដែលត្រូវបានបញ្ចេញនៅលើ social media មានការថ្កោលទោសជាច្រើនដែលបាននាំមកកាន់ពួកយើងតាមរយៈការបែងចែកតាមរយៈការវេកញែកដែលមានប្រភពមិនត្រឹមត្រូវនៅលើ social media ថែមទៀត Many words that talk about not give each other and talk about criticize to each other on social media. ហើយនៅពេលដែលការវេកញែកទាំងអស់នោះមានប្រភពដែលមិនត្រឹមត្រូវធ្វើឲ្យពួកយើងយ៉ាងម៉េចឆ្លោះគ្នាប្រកែកគ្នាជេរគ្នាមានអ្នកខ្លះបានបញ្ចេញមតិនៅលើ social media ឬក៏សរសេរឬក៏ឆាតអីទេប៉ុន្តែបញ្ចេញមតិនៅក្នុងផ្នត់គំនិតរបស់ខ្លួនឯង So when those words happen on social media, it's not bring peace to all of us, but it bring violence and bring fighting to each other. ហើយនៅក្នុង social media មិនត្រឹមតែមិនមានការគោរពឲ្យតម្លៃការគោរពក៏ឲ្យតម្លៃបានធ្លាក់ចុះនោះទេវាថែមទាំងហុចមកកាន់ពួកយើងម្នាក់នៅការគោរពឲ្យតម្លៃคล้ายថែមទៀត So on social media it's not just giving the dishonoring each other, it's also give us the fake honoring. ខ្ញុំនិយាយទៅកាន់អ្នកឯងនៅលើ social media អូអ្នកល្អមែនតើអូសង្ហាមែនតើលយមែនតើមិនតែនៅខាងក្រៅបែបនេះចេះតែសើគាត់ទៅ So sometimes we comment or we write or post anything saying that oh this man is very good and it looks nice and he is a good man, but in fact they just say not from their heart, just a fake word. ត្រឡប់មកវិញអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះការគោរពឲ្យតម្លៃគឺពិតជាសំខាន់ណាស់នៅក្នុងជីវិតរបស់ពួកយើង Everyone, I want you to know that honoring is very important in our life. ការគោរពឲ្យតម្លៃដែលអ្នកមាននឹងជួយឲ្យអ្នកផ្លាស់ប្ដូរនៅទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃឲ្យកាន់តែល្អប្រសើរឡើងម្ដងបន្តិច Honoring that you have, you can see your life changing day by day. នៅពេលដែលអ្នកមានការគោរពឲ្យតម្លៃវានឹងធ្វើឲ្យសមត្ថភាពនៃការធ្វើការរបស់អ្នកជាមួយនឹងអ្នកដទៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ So when you have honoring in your heart, you can see the result that you work with each other with other is improved. នៅពេលដែលអ្នកគឺជាមនុស្សដែលគោរពឲ្យតម្លៃទៅកាន់អ្វីទាំងអស់ដែលនៅជុំវិញអ្នកនឹងមានភាពតាក់ទាញហើយមនុស្សទាំងអស់នឹងចូលមករកអ្នកជាជាងដែលគេចង់ចាក់ចេញពីអ្នក So when you have honoring in your heart, you can see that many people are getting attracted by you and they want to come and talk to you. ប៉ុន្តែសូមគុំទទួលយកការគោរពឲ្យតម្លៃคล้าย But don't accept fake honoring. ហើយក៏គុំឲ្យការគោរពឲ្យតម្លៃคล้ายដូចគ្នា And also do not give your fake honoring as អ្វីទៅ well. គឺជាការគោរពឲ្យតម្លៃយ៉ាងពិតប្រាកដ So what is the real honoring? ពួកយើងត្រូវបានបង្កើតមកឲ្យគោរពឲ្យតម្លៃគ្នាទៅវិញទៅមកធ្វើអត់ Because we are created to honoring each other, right? អ្នកទាំងអស់គ្នាម្ដងទៀតមិនថាថ្មីមិនថាចាស់នៅក្នុងក្រុមជំនុំមួយនេះជឿឬក៏មិនជឿព្រះយេស៊ូវអ្នកត្រូវបានបង្កើតមកយ៉ាងមានតម្លៃ Everyone that created on the earth, believe or non-believe, you are created by value. នៅពេលដែលខ្ញុំឮពាក្យថាគោរពឲ្យតម្លៃនេះភ្លាមខ្ញុំចាប់ផ្ដើមគិតថាអូខ្ញុំមើលមកកាន់ខ្លួនឯងឥឡូវនេះខ្ញុំចង់អ្នកទាំងអស់គ្នាមើលទៅកាន់ខ្លួនឯងវិញ Yes ហើយនៅពេលដែលខ្ញុំមើលមកកាន់ខ្លួនឯងខ្ញុំគិតថាអូខ្ញុំគឺជាមនុស្សដែលគោរពឲ្យតម្លៃតាខ្ញុំនិយាយស្ដីល្អព្រោះស្ដាប់គេជួយចិត្តស្ដាប់ខ្ញុំនិយាយខ្ញុំដូចជាគោរពចាស់ទុំហើយយល់រួមទៅអាហ្នឹងគឺជាការគោរពឲ្យតម្លៃតា So when I heard this word honoring, then I look into my life, and I also would like you to look at yourself. So when I heard this word, and I feel that I do everything by honoring. I respect the elders, I respect people around me. Then I say that this is a value that I have. ហើយខ្ញុំគិតថាអូទាំងអស់នេះឯងគឺជាការគោរពឲ្យតម្លៃប៉ុន្តែខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាការគោរពឲ្យតម្លៃមិនមែនមានតែប៉ុណ្្នឹងទេ So I think that this is what value or honoring mean, but I want you to know that it's more than that. ខ្ញុំចង់ទទួលបានការ
ខ្ញុំចង់ទទួលបានការមើលឃើញមកកាន់ខ្ញុំថាជាមនុស្សដែលល្អជាមនុស្សដែលប្រពៃរហូតដល់ធ្វើឲ្យខ្ញុំខ្លាយទៅជាមនុស្សម្នាក់ដែលមិនសំបីតែនិយាយការពិតទៅកាន់អ្នកដទៃ Sometimes I want people look at me and saying that I am a good man, I am a man that can help each other, and then I'm afraid to speak the truth to others. ហើយខ្ញុំគិតថាអូបើសិនជាខ្ញុំនិយាយពាក្យពិតទាំងអស់ហ្នឹងគឺប្រហែលជាគេគិតថាខ្ញុំមិនបានឲ្យតម្លៃទៅកាន់គេទេ Maybe sometime when I speak the truth to them, I feel that they are not, I'm not giving the value to them. ឥឡូវប៉ុន្មានអ្នកដែលធ្លាប់គិតដូចខ្ញុំ How many of you think like us? ម៉ាអ្នកដែលគិតអូអ្នកល្អគ្នាល្អជាងខ្ញុំហ៎យើង Yes ពេលខ្លះខ្ញុំគិតថាបើសិនខ្ញុំនិយាយពាក្យពិតច្រើនពេកទៅកាន់គេប្រហែលជាអូខ្ញុំអត់បានឲ្យតម្លៃទៅកាន់គេ Maybe sometime when I speak a lot of the truth to them, I feel that I'm not giving honoring to them. អានោះឯងគឺជាការគោរពឲ្យតម្លៃคล้าย That is a fake honoring. ពីព្រោះការគោរពឲ្យតម្លៃគឺខុសពីការផ្គាប់ចិត្ត Because honoring is different from pleasing. ខ្ញុំព្យាយាមអត់និយាយពាក្យទាំងអស់នោះទេខ្ញុំគិតថាគេនឹងសប្បាយចិត្តគេនឹងគិតថាខ្ញុំល្អប៉ុន្តែខ្ញុំភ្លេចមើលពីជីវិតរបស់គេគឺកំពុងតែនៅមាត់ជ្រោះ So I don't want to speak that word to them because I don't want them unhappy or feel bad to us, but I forget to see that their life almost fall down into យើងគិតថាយើងមិនហ៊ាននិយាយពាក្យពិតទៅកាន់នរណាម្នាក់ដោយគិតថាឲ្យតម្លៃទៅកាន់គេប៉ុន្តែការពិតយើងកំពុងតែនាំជីវិតคล้ายៗទៅកាន់បុគ្គលម្នាក់នោះហើយ We think that we don't want to speak the truth to them because we thought that we give value to them or we honoring to them, but in fact we bring a bad light to them. ជឿសំណួរសួរថាចុះខ្ញុំត្រូវធ្វើបែបណាដើម្បីឲ្យបុគ្គលម្នាក់នោះទទួលបានការគោរពដោយតម្លៃហើយទទួលបានជាមួយនឹងពាក្យពិតដែលមិនផ្គាប់ចិត្តគេទៀត So how can we do to make that person receive honoring from us and the truth from us? នៅក្នុងព្រះគម្ពីរបាននិយាយមកកាន់ពួកយើងឲ្យថាយ៉ាងម៉េចចូលនិយាយពាក្យពិតដែលពោពេញទៅដោយប្រាជ្ញា In the Bible say that speak the truth full of wisdom. និយាយពាក្យពិតដែលពោពេញទៅដោយការគិតមុននិយាយ Speak the truth full of thought before we speak out. ពីព្រោះនៅពេលដែលអ្នកនិយាយពាក្យពិតដែលពោពេញទៅដោយប្រាជ្ញាពាក្យពិតទាំងអស់នោះនឹងចូលទៅហើយជួយផ្លាស់ប្ដូរជីវិតរបស់អ្នកដទៃ When we speak the truth and full of wisdom, that word will help them. ដូច្នេះហើយអ្នកទាំងអស់គ្នានៅក្នុងពិភពលោកនេះបានឲ្យអត្តន័យការគោរពឲ្យតម្លៃខុស So everyone in this world give the meaning of honoring wrong. ដូច្នេះហើយបើយើងមើលឃើញថាពិភពលោកនេះគឺឲ្យអត្តន័យទាំងអស់នោះគឺកំពុងតែធ្វើឲ្យមនុស្សទាំងអស់គិតថាការគោរពឲ្យតម្លៃគឺមានត្រឹមតែប៉ុណ្នេះមានត្រឹមតែពាក់កណ្ដាលប៉ុន្តែនៅពាក់កណ្ដាលទៀតយើងអត់បានគោរពឲ្យតម្លៃ So they give the meaning just limited of meaning honoring. It's just a half meaning. ខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនថាក្នុងនាមជាក្រុមជំនុំសេរីភាពពួកយើងត្រូវបានកសាងឡើងដោយសារតែមានការគោរពឲ្យតម្លៃចំពោះគ្នាទៅវិញទៅមក I want you to know that Freedom Church created by everyone because we give value to anyone. ហើយខ្ញុំចង់ប្រាប់ថាយើងឃើញបញ្ហាទាំងអស់នេះនៅក្នុងពិភពលោកបានកើតឡើងការគោរពឲ្យតម្លៃយើងចង់បានការគោរពឲ្យតម្លៃប៉ុន្តែយើងអត់ចូលចិត្តគោរពឲ្យតម្លៃទៅកាន់អ្នកដទៃ We love being honored, but we don't love honoring others. យើងចង់ឲ្យអ្នកដទៃគោរពឲ្យតម្លៃមកកាន់យើងចង់ឲ្យអ្នកដទៃស្រឡាញ់យើងចង់ឲ្យអ្នកដទៃធ្វើនេះធ្វើនោះសម្រាប់យើងប៉ុន្តែយើងអត់ចូលចិត្តគោរពឲ្យតម្លៃយើងអត់ចូលចិត្តស្រឡាញ់គេមុនទេ We want honor from others, we want love from others, but we don't want to do anything honoring to others. មានពេលខ្លះយើងគិតថាខ្ញុំមិនស័ក្តិសមទទួលបានការគោរពឲ្យតម្លៃអ្នកមិនស័ក្តិសមទេ Sometimes we think that I am deserved to honor, but you are not. នៅលើពិភពលោកនេះតើអ្នកណាគេដែលស័ក្តិសមទទួលបានតម្លៃ On this world, who deserve ដូចខ្ញុំ to និយាយពី honor? ខាងដើមមនុស្សគ្រប់គ្នាគ្រប់ទីកន្លែងស័ក្តិសមទទួលបានការគោរពឲ្យតម្លៃចុះហេតុអីបានជាយើងអាចគិតថាអ្នកមិនស័ក្តិសមនឹងទទួលបានការគោរពឲ្យតម្លៃ Like we said in the beginning, everyone is important and deserve to honor. But why now you say that I am deserved to honor, but you are not? Why? ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅមើលតើអ្នកណាគេខ្លះដែលយើងគួរគោរពឲ្យតម្លៃ So I will bring you to see who we have to give honor. យើងគោរពឲ្យតម្លៃដោយឥតលក្ខខណ្ឌដល់មនុស្សគ្រប់គ្នា
ទាំងស្ត្រីទាំងបុរសគ្រប់វ័យនិងគ្រប់ចំនួនយើងបង្ហាញពីគុណតម្លៃរបស់ព្រះជាម្ចាស់សម្រាប់មនុស្សម្នាក់ៗដោយបើកទ្វារផ្ទះហើយនឹងបើកជីវិតរបស់យើងទទួលយកពួកគេដោយក្តីស្រឡាញ់យើងគោរពឲ្យតម្លៃដល់អ្នកដឹកនាំដែលបម្រើយើងកោតខ្លាចព្រះជាម្ចាស់នៅពេលដែលយើងកសាងវប្បធម៌ដែលគោរពឲ្យតម្លៃទៅកាន់មនុស្សគ្រប់គ្នា We freely give honor to everyone, women, men, all ages and races. We reveal God's value for each person by opening our homes and our lives. We honor leaders who serve us, and we honor God when we build a culture that honors people. ជាអ្នកទាំងអស់គ្នាបានមើលឃើញនៅក្នុងតើអ្នកណាគេដែលស័ក្តិសមនឹងគោរពឲ្យតម្លៃ So right now you know that who deserve to honors. តើមានលក្ខខណ្ឌណាខ្លះដែលខ្ញុំមិនអាចគោរពឲ្យតម្លៃទៅកាន់អ្នក Who that I cannot give of honor to them. ដូចជាអត់មានទេយើងគោរពឲ្យតម្លៃទៅកាន់មនុស្សគ្រប់គ្នាគ្រប់លក្ខខណ្ឌទាំងអស់ទាំងបរិសុទ្ធទាំងស្ត្រីទាំងក្មេងទាំងចាស់គ្រប់វ័យអ្នកទទួលបានការគោរពឲ្យតម្លៃ So everyone you deserve honoring. ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានទះស្មាទៅកាន់អ្នកដែលអង្គុយជិតអ្នកប្រាប់ថាអ្នកជាមនុស្សដែលមានតម្លៃ So I want you to touch each other saying that you are honoring. You are a value person. អ្នកត្រូវបានបង្កើតមកឲ្យមានតម្លៃហើយខ្ញុំពិតជាចង់ឲ្យតម្លៃទៅកាន់អ្នក You created to be value and I want to give value to you. ប្រហែលជាយើងពិបាកនឹងឲ្យតម្លៃទៅកាន់នរណាម្នាក់នៅពេលដែលគេធ្លាប់បានធ្វើខុសឬក៏នៅពេលដែលគេធ្លាប់បានសម្រេចចិត្តអ្វីមួយដែលមិនត្រឹមត្រូវ Maybe some of you it's hard to give honor to people who did wrong before. ប្រហែលជាយើងគិតថាមនុស្សម្នាក់នោះគឺអាក្រក់ខ្លាំងណាស់មិនស័ក្តិសមនឹងទទួលបានការគោរពឲ្យតម្លៃទេ Maybe you think that oh that person is very bad, they are not deserved to honor. ប្រហែលជាយើងធ្លាប់បានគិតថាអូប្តីរបស់ខ្ញុំចេញក្រៅរហូតមានបញ្ហាធ្វើនេះធ្វើនោះមិនដែលត្រឹមត្រូវទេអញ្ចឹងប្តីរបស់ខ្ញុំមិនស័ក្តិសមទទួលបានតម្លៃពីខ្ញុំទេ Maybe some of you think that my husband get out at night every time. He is not reserved to receive ប្រ honor ហែលជា from យើង me. ធ្លាប់បានគិតថាអកូនរបស់ខ្ញុំនេះវាមិនស្ដាប់បង្គាប់សោះវាចោលមកសៀតវាមិនស័ក្តិសមទទួលបានការឲ្យតម្លៃនោះទេ Some of you may think that our child is very bad. They are not deserved to have value. ប្រហែលជាអ្នកបានធ្លាប់បានគិតថាអត់ប្រពន្ធរបស់អ្នកអន់ណាគេមិនស័ក្តិសមទទួលបានឲ្យការឲ្យតម្លៃពីខ្ញុំទេ And some of you saying that or think that my wife is very weak and she's not deserved to receive value from me. ប្រហែលជាយុវជនប្រហែលជាអ្នកធ្លាប់បានគិតថាអូមិត្តភក្តិម្នាក់នោះមិនគួរឲ្យរាប់អានគេគ្មានតម្លៃគេរៀនអត់ពូកែគេមករៀនយឺតគេពិបាកមែនតើអញ្ចឹងខ្ញុំអត់ឲ្យតម្លៃទៅកាន់គេទេ Maybe zeal, some of you think that your friend is not good, I will not give value to them. តើអ្នកណាម្នាក់នៅលើផែនដីនេះដែលល្អឥតខ្ចោះនិងស័ក្តិសមទទួលបានតម្លៃ Who is in this world that got the perfect and will not get the អ្នក អ្នកហើយនឹងខ្ញុំសុទ្ធតែធ្លាប់ប្រព្រឹត្តកំហុសអ្នកហើយនឹងខ្ញុំសុទ្ធតែជាមនុស្សមានបាបគ្មានអ្នកណាម្នាក់នៅលើពិភពលោកនេះដែលគ្មានអំពើបាបនោះទេតើអ្នកស័ក្តិសមទទួលបានតម្លៃនៅក្នុងព្រះនេតរបស់ព្រះខ្លាំងប៉ុណ្ណា You and me have did the sin and did the wrong. So who is the perfect on the earth? ដរាបពួកយើងគឺជាមនុស្សដែលមានបាបប៉ុណ្ណឹងព្រះយេស៊ូវនៅតែឲ្យតម្លៃមកកាន់យើងចូលចំណោះរបស់យើងតើយើងមានសិទ្ធិអ្វីដែលមិនអាចឲ្យតម្លៃទៅកាន់អ្នកដទៃបាន Even we are the sinners and Jesus give value to us. What about us that we cannot give the value or honoring to people around us? ប្រហែលជាយើងគិតមួយទៀតអូក្មេងៗអ្នកត្រូវតែឲ្យតម្លៃខ្ញុំគឺជាមនុស្សចាស់ Maybe one more thing we think that the younger must give value to the elder. ជាយើងជាមនុស្សចាស់អាចឲ្យតម្លៃទៅកាន់ក្មេងៗបានដែរឬទេ What about us? We are elders. Can we give the value to the younger? កាញ់ពាក្យរបស់ពួកយើងគឺមនុស្សគ្រប់គ្នាគឺមានតម្លៃត្រូវអត់ But our word saying that everyone has value. ចុះហេតុអ្វីបានជាពាក្យរបស់យើងមិនអាចឲ្យតម្លៃទៅកាន់អ្នកដែលមានវ័យទាបជាងយើង So why our word cannot give value to the people who lower than us? សម្រាប់មេឬក៏តកែ For those the leader or boss. តែយើងបានឲ្យតម្លៃទៅកាន់បុគ្គលិករបស់ពួកយើងដែរឬទេ Are we give value to our staff? ឬក៏យើងគិតថាអ្នកត្រូវតែឲ្យតម្លៃខ្ញុំជាមេរបស់អ្នក Or you just think that the staff must give value to boss? បើសិនជាអ្នកបានគិតបែបនោះអ្នកកំពុងតែទម្លាក់តម្លៃខ្លួនឯងដោយមិនដឹងខ្លួនហើយ If you think like that, you are starting to drop your value that you don't know yourself.
អូខេនៅក្នុងថ្ងៃនេះខ្ញុំមាន5ចំណុចចង់ឲ្យទៅកាន់បងប្អូនពីការគោរពឲ្យតម្លៃដែលយើងត្រូវតែមាននៅក្នុងជីវិតរបស់ពួកយើងដែលអត់មិនបាន So today we have 5 points about we will elevate in our life. អ្នកនរគ្នាត្រៀមខ្លួនរួចរាល់ Are you ready? ត្រៀម note ត្រៀមកត់ទុកជាមួយនឹង5ចំណុចនេះហើយយកទៅដើម្បីឲ្យជីវិតរបស់អ្នកពោរពេញទៅដោយភាពជោគជ័យ Prepare yourself and take note every word you hear that you can practice in your life to make your life ចំណុ success. ចទី1ធំជាងគេដែលយើងត្រូវគោរពឲ្យតម្លៃនៅក្នុងជីវិតរបស់ពួកយើងនោះគឺគោរពឲ្យតម្លៃព្រះជាម្ចាស់ The first that we must do in our life is honor God. ដោយនៅក្នុងព្រះគម្ពីរសុភាសិតបាននិយាយថាការគោរពកោតខ្លាចព្រះជាម្ចាស់គឺជាប្រភពនៃប្រាជ្ញា In Proverbs 9:10 saying that the fears of the Lord is the beginnings of wisdom. បើយើងចង់បានប្រាជ្ញាអ្នកត្រូវតែគោរពកោតខ្លាចព្រះជាម្ចាស់ If you want wisdom, you have to fear the Lord. បើអ្នកចង់បានជាមួយនឹងជីវិតដែលពោរពេញអ្នកត្រូវតែគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់ If you want to have abundant life, you must fear to the Lord. ប្រហែលជាពួកយើងមានពាក្យមួយចំនួនគេថាខ្ញុំគោរពឲ្យតម្លៃគោរពនៅក្នុងព្រះគម្ពីរប្រាប់ថាគោរពកោតខ្លាចអញ្ចឹងខ្ញុំត្រូវតែខ្លាចព្រះជាម្ចាស់មែន Maybe you feel that in the Bible say that fear of the Lord, I must fear of Him. អ្នកទាំងអស់គ្នាកុំខ្លាចព្រះរហូតដល់មិនហ៊ានចូលទៅរកព្រះអង្គ Everyone, do not fear of the Lord until you cannot get in closer to Him. ការគោរពកោតខ្លាចការគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់មានន័យថាយើងចូលទៅឲ្យគៀកត្រង់ So the fear of the Lord or honoring to the Lord, it means that we must get into closer or closer to មាន Him. ន័យថាយើងស្ដាប់បង្គាប់ត្រង់នៅអ្វីដែលត្រង់មានព្រះបន្ទូលយើងធ្វើតាមយើងចោះចូលរាល់ទាំងការសម្រេចចិត្តរបស់ពួកយើងត្រូវតែឲ្យនៅក្រោមការដឹកនាំរបស់ត្រង់នោះហើយគឺជាការគោរពឲ្យតម្លៃព្រះជាម្ចាស់ Fear of the Lord means that we obey Him. We practice and do whatever He commands us to do. យើងគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់ដោយដាក់ត្រង់គឺជាអត្តភាពទី1នៅក្នុងជីវិតរបស់យើង We fear the Lord because we put Him first in our life. យើងដាក់ត្រង់ជាអត្តភាពនៅក្នុងហេរញ្ញវត្ថុរបស់យើងដាក់ត្រង់ជាអត្តភាពនៅក្នុងទំនាក់ទំនងរបស់យើងដាក់ត្រង់ជាអត្តភាពនៅក្នុងការសម្រេចចិត្តរបស់យើងដាក់ត្រង់ជាអត្តភាពនៅក្នុងគ្រប់ទាំងកិច្ចការទាំងអស់ក្នុងជីវិតរបស់យើង We put Him in first in our financials, in our relationship, and in our life. ដូច្នេះការគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកក្លាយទៅជាបុគ្គលម្នាក់ដែលមានកិត្តិយស So when we fear of the Lord and we honoring Him, we will become a person who have good value. បាទព្រះជាម្ចាស់ទ្រង់នឹងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសទ្រង់តែបើអ្នកណាមើលងាយយើងក៏លែងរាប់អានអ្នកនោះដែរ In 1 Samuel 2:30 said that those who honor me I will honor, but those who despise me will be lightly esteemed. នៅពេលដែលអ្នកគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់អ្នកនឹងទទួលបានប្រាជ្ញាអ្នកនឹងទទួលបានការឡើងតំណែងអ្នកនឹងទទួលបានជីវិតដែលពោរពេញទៅដោយសុភមង្គលអ្នកនឹងទទួលបានជីវិតនឹងការតម្រង់ទិសពីព្រះអង្គដូចគ្នា So when you honor to God, you will see yourself changing and get blessing. ដូច្នេះហើយទី1គោរពកោតខ្លាចព្រះជាម្ចាស់ So first is honoring God. គោរពឲ្យតម្លៃព្រះជាម្ចាស់ Honoring God. ជុំឆែកមើលបងប្អូនទាំងអស់គ្នានៅក្នុងជីវិតរបស់បងប្អូនតើបងប្អូនបានគ្រប់ទាំងសកម្មភាពគ្រប់ទាំងការគិតគ្រប់ទាំងពាក្យសម្ដីតើបងប្អូនបានគោរពឲ្យតម្លៃទៅកាន់ព្រះជាម្ចាស់ឬក៏បងប្អូនមិនបានគោរពឲ្យតម្លៃទៅកាន់ទ្រង់ I want you to check yourself right now. Check your heart right now. Everything you do, have you honoring to God or not? តើបងប្អូនពេលខ្លះយើងចង់ទទួលបានការបើកបង្ហាញឬក៏ការអស្ចារ្យជាច្រើននៅក្នុងជីវិតរបស់ពួកយើងសូមព្រះអង្គឲ្យធ្វើការអស្ចារ្យប៉ុន្តែយើងភ្លេចមើលថាតើយើងបានគោរពឲ្យតម្លៃទ្រង់ហើយឬនៅ Sometimes we really want blessing and want to have miracle in our life, but we forget to think that I am fear of the Lord or honoring the Lord yet. ការគោរពឲ្យតម្លៃក៏ជាគន្លឹះមួយដែលអាចឲ្យបងប្អូនបានឃើញពីការអស្ចារ្យតាមរយៈទ្រង់ដែរ So honoring is the key that can open the door that you can see miracle happen ប៉ុន្តែ from មាន Him. ពេលខ្លះយើងផ្ទុយស្រឡះដោយអីគេយើងចាត់ទុកព្រះជាម្ចាស់គឺជាឧបករណ៍នៃការផលិតការអស្ចារ្យ But sometimes we think that
God is just our tool to create miracle for us. អូព្រះអង្គក៏ចង់បាននេះព្រះអង្គក៏ចង់បាននោះខ្ញុំចង់បាននេះខ្ញុំចង់បាននោះប៉ុន្តែយើងអត់ដែលបានឲ្យតម្លៃតាមរយៈការសម្រេចចិត្តយើងអត់ដែលបានសួរព្រះអង្គថាខ្ញុំគួរតែទទួលបានរឿងនេះដែរឬទេខ្ញុំគួរតែធ្វើរឿងនេះដែរឬទេសូមព្រះអង្គបានគង់នៅក្នុងការសម្រេចចិត្តហើយដឹកនាំកូនជាទីមួយបើព្រះអង្គប្រាប់ថាទេកូននឹងអត់ធ្វើបើព្រះអង្គថាឲ្យកូននឹងយកបើព្រះអង្គប្រាប់ថាអត់ឲ្យទេកូននឹងអត់ទាមទារទេ Sometimes we just need, Lord, I need this, I need that, I want this, I want that. But we never think that we never do whatever that God commands, and we never listen and follow what He answer to us. កលឹះទី2ទី1គោរពឲ្យតម្លៃព្រះជាម្ចាស់ហើយទី2គោរពឲ្យតម្លៃលោកឪពុកអ្នកម្ដាយ Number 2, first we honoring to God, and then second is honoring to our parents. ព្រះអង្គបានប្រាប់ថាអ្នកត្រូវតែគោរពឲ្យតម្លៃមកកាន់យើងអ្នកត្រូវតែដើរតាមយើងប៉ុន្តែទ្រង់ក៏បានប្រាប់ដែរយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបញ្ញត្តិទាំង10ប្រការរបស់ព្រះអង្គទ្រង់ប្រាប់ថាយ៉ាងម៉េចចូលគោរពទៅកាន់លោកឪពុកអ្នកម្ដាយរបស់អ្នក That is true, that first you have to honoring to God, and second, God also said that we must honoring to our parents. ប៉ុន្មានអ្នកគឺជាឪពុកម្ដាយនៅក្នុងបន្ទប់នេះខ្លះ How many of you are parents in this room? ចូលប៉ុន្មានអ្នកដែលជាកូនកំពុងតែនៅក្នុងបន្ទប់ឪពុកម្ដាយ How many of you that children in your family យើងកំពុងតែនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយប៉ុន្មាន that អ្នក we នៅក្នុង are បន្ទប់មួយនេះ under the parent ឃើញ Pastor ជឿដល់ហ្នឹងយីម៉ាក់រ៉ាត់ស្លាប់យូរហើយគ្រប់គ្រង ប៉ានៅ អត់បានអញ្ចឹងយើងដឹងហើយថាការគោរពឪពុកម្ដាយគឺជាបទបញ្ញត្តិដែលព្រះអង្គបានឲ្យមកកាន់យើងត្រូវអត់ We know that honoring to parents is the command from God, right? ហើយពាក្យមួយនេះព្រះបន្ទូលមួយនេះព្រះគម្ពីរមួយនេះខ្ញុំចង់ទៅនិយាយទៅកាន់កូនគ្រប់វ័យទាំងអស់ So in this Bible I want to talk to all children. សុំទោសនៅក្នុងនេះខមណាំងចំពុក20ខ12ចូលគោរពឪពុកម្ដាយរបស់អ្នកដើម្បីឲ្យអ្នករស់បានយូរនៅលើដីដែលព្រះអង្គម្ចាស់ជាព្រះរបស់អ្នកបានប្រទានឲ្យអ្នក In the commandment said that please honoring to your parents for you to live long life on the earth that God gave to you. នេះគឺជាបទបញ្ញត្តិដែលព្រះជាម្ចាស់បានប្រាប់មកកាន់ពួកយើងឲ្យគោរពបម្រើឲ្យគោរពឲ្យតម្លៃទៅកាន់ឪពុកអ្នកម្ដាយរបស់ពួកយើង This is the command from God that He asked us to honoring to our parents. ទ្រង់បានឲ្យបទបញ្ញត្តិនេះទៅកាន់ម៉ូសេដើម្បីឲ្យម៉ូសេយកបទបញ្ញត្តិនេះទៅកាន់ប្រជាជនរបស់ព្រះអង្គហើយយើងគឺជាប្រជាជនរបស់ព្រះអង្គយើងត្រូវតែធ្វើតាមកិច្ចការមួយនេះ So God gave this command to Moses, and Moses bring this command to the people of God. ប្រហែលជាអ្នកមួយចំនួនក្មេងៗមួយចំនួននៅក្នុងពេលនេះអ្នកកំពុងតែគិតថាអូឪពុកម្ដាយរបស់ខ្ញុំគាត់មានវ័យចាស់ណាស់ទៅហើយការគិតរបស់គាត់ក៏រៀងចាស់គំរើដែរគាត់អត់ទាន់សម័យដូចខ្ញុំសម័យ Gen Z ខ្ញុំ Gen Y អញ្ចឹងគាត់សម័យចាស់ហើយអញ្ចឹងតើឲ្យខ្ញុំធ្វើតាមគាត់ដោយរបៀបណា Maybe some of youth today think that oh my parent is very old right now and their thought is also old, it's not modern like us, so how can I follow them? ខ្ញុំចង់ប្រាប់ទៅកាន់អ្នកទាំងអស់គ្នាតែឪពុកម្ដាយរបស់អ្នកមិនមែនជាឧបករណ៍ដែលអ្នកយកទៅប្រើប្រាស់ទេតែគាត់គឺជាផ្នែកមួយដែលព្រះអង្គបានឲ្យគាត់មកហើយគាត់គឺជាអ្នកដែលមានសិទ្ធិនៅលើព្រលឹងវិញ្ញាណរបស់អ្នកក៏ដូចជាមានសិទ្ធិនៅក្នុងការគ្រប់គ្រងអ្នកនៅពេលដែលអ្នកនៅក្រោមការគ្រប់គ្រងរបស់គាត់នៅឡើយ So I want you to know that your parent is not a tool for you to do anything, but I want you to know that God created them for you to prepare and to control you and to lead you. ប្រហែលជាយើងមួយចំនួនគិតថាឪពុកម្ដាយរបស់ខ្ញុំអូមួយចំនួនអូខ្ញុំពិបាកនឹងឲ្យតម្លៃគាត់ខ្លាំងមែនទែនក្រោកព្រឹកឡើងប្រមឹកក្រោកព្រឹកឡើងវាយគ្នាឆ្លោះប្រកែកគ្នានៅក្នុងគ្រួសារញ៉ៃមែនទែនតែឲ្យខ្ញុំឲ្យតម្លៃទៅកាន់គាត់ដោយរបៀបណា Maybe some of you think that it's very hard for me to give value to my parents because every day they are drinking, they are fighting, so how can I give value to them? ការគោរពឲ្យតម្លៃទៅកាន់លោកឪពុកអ្នកម្ដាយរបស់ពួកយើងមិនមែនជា option ដែលយើងត្រូវជ្រើសរើសធ្វើឬក៏មិនធ្វើប៉ុន្តែវាគឺជាបញ្ញត្តិដែលព្រះបានដាក់មកកាន់ពួកយើងត្រូវតែគោរព So the give honoring to our parents is not our choice, but it is command from God that we must do. យើងអាចគោរពឲ្យតម្លៃទៅកាន់គាត់ដោយទទួលស្គាល់ថានេះគឺជាលោកឪពុកអ្នកម្ដាយរបស់ខ្ញុំ
We can give honoring to them and we accept that they are our parents. យើងអាចគោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយរបស់ពួកយើងតាមរយៈការស្ដាប់ទៅកាន់ពួកគាត់ដោយការគោរពហើយឆ្លើយតបដោយការគោរពដូចគ្នា So we can reveal or we can show our respect or our honor to them by listen to them and respond to them. គោរពឲ្យតម្លៃទៅកាន់ពួកគាត់តាមរយៈការអរគុណនៅអ្វីដែលគាត់បានធ្វើនៅក្នុងជីវិតរបស់ពួកយើងឬក៏អរគុណគាត់ដែលគាត់បានផ្ដល់កំណើតឲ្យយើងនៅលើផែនដីនេះដូចគ្នា Honoring to them what they have done for us and also thank to them that they made us that they give birth to us. គោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយរបស់ពួកយើងដោយមិននិយាយអាក្រក់ពីពួកគាត់ Honoring to our parents by not talk bad for them. ហើយនៅពេលដែលយើងគោរពឲ្យតម្លៃទៅកាន់គាត់ព្រះជាម្ចាស់សន្យាថាអ្នកនឹងមានអាយុយឺនយូរនៅលើផែនដីនេះហើយមិនត្រឹមតែអាយុយូរនៅលើផែនដីនេះទេអ្នកនឹងទទួលបានព្រះពរដែលហូរមកពីព្រះជាម្ចាស់ថែមទៀត So God promised that when we obey or give honoring to our parents, we will have long life. And not just only long life, we also get blessing from God. ដូច្នេះហើយកូនទាំងអស់ចូលគោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយរបស់អ្នក So all the children must give honor to your parents. ចំណែកឯឪពុកម្ដាយវិញអ្នកត្រូវតែបង្រៀនកូនរបស់អ្នកអ្នកត្រូវតែបង្កើតវប្បធម៌នៃការគោរពឲ្យតម្លៃនៅក្នុងផ្ទះរបស់អ្នកដូចគ្នា And for parents, you must teach to your children and create the cultures in your family to have honoring. បង្រៀនគ្រួសាររបស់ពួកយើងឲ្យចេះគោរពឲ្យតម្លៃនៅពេលដែលផ្ទះអ្នកមានការគោរពឲ្យតម្លៃកូនរបស់អ្នកនឹងធំធាត់ឡើងជាមួយនឹងការគោរពឲ្យតម្លៃពេញមួយជីវិតរបស់ពួកគេ So when your house is full of honorings, then your children grow up with full of their honoring in their life. យើងបង្កើតវប្បធម៌មួយនេះនៅក្នុងផ្ទះរបស់ពួកយើងដោយប្រាប់ទៅកាន់កូនថាប្អូនត្រូវតែគោរពឲ្យតម្លៃទៅកាន់បងកូនត្រូវតែគោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយហើយពួកយើងត្រូវតែគោរពឲ្យតម្លៃទៅកាន់មនុស្សដែលនៅជុំវិញយើង So we create this culture honoring in our family, saying that the younger brother or sister must give value to your elder brother or sister. And then we have to give this honoring to people around us. ហើយអ្នកទាំងអស់គ្នាកុំឆ្ងល់នៅពេលដែលកូនអ្នកខ្វះការគោរពឲ្យតម្លៃ So check មើលទៅក្នុងផ្ទះរបស់ពួកយើងតើមានការគោរពឲ្យតម្លៃគ្រប់គ្រាន់ដែរឬទេ So you don't wonder when you see that your children is not give value to anyone or honoring to another one. Just check your family. Have you ever teach them? កុំឆ្ងល់ថាហេតុតែបានកូនអ្នកចូលចិត្តស្រែកដាក់អ្នកចូលឆែកមើលតើអ្នកបានបង្រៀនពួកគេពីការគោរពឲ្យតម្លៃដែរឬទេ Don't wonder when your child screaming to you and then you have to check yourself. Have you ever teach them? ដូច្នេះហើយកូនចូលគោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយរបស់អ្នកហើយឪពុកម្ដាយចូល install ចូលបង្កើតការគោរពឲ្យតម្លៃនៅក្នុងផ្ទះរបស់អ្នក So all the children must give honoring to your parents, and parents also have to create and teach your children about honoring. ទី1ទី2ទី1គោរពឲ្យតម្លៃព្រះជាម្ចាស់ទី2គោរពឲ្យតម្លៃលោកឪពុកម្ដាយទី3គោរពឲ្យតម្លៃអាជ្ញាធរ Number 3 is honor those in authority. កន្លែងមួយនេះគឺសំខាន់សម្រាប់ពួកយើងនៅក្នុងការមើលទៅកាន់ប្រមុខដឹកនាំរបស់ពួកយើង At this point it's very important for us that to see all our leaders. ប្រហែលជាពួកយើងមួយចំនួនកំពុងតែមិនពេញចិត្តជាមួយនឹងអាជ្ញាធរដឹកនាំរបស់ខ្លួនឯង Maybe some of us are not disliked to our authority. ប្រហែលជាមួយចំនួននៅក្នុងចិត្តរបស់ពួកយើងអត់ពេញចិត្ត Maybe in your heart is not satisfied or not happy. ប៉ុន្តែក្នុងនាមជាគ្រីស្ទានតើអ្នកគឺជាអ្នកជ្រើសរើសអ្នកដឹកនាំឬព្រះជាម្ចាស់ជាអ្នកជ្រើសរើសអ្នកដឹកនាំ But as we are Christian, are we choose the leader or God choose the leader? តើអ្នកទុកចិត្តទៅលើអ្នកដឹកនាំដែលព្រះជាម្ចាស់បានជ្រើសតាំងសម្រាប់ប្រទេសជាតិឬក៏នៅកន្លែងដែលអ្នកកំពុងតែនៅដែរឬទេ Do you trust on the leader that God choose or not? យើងគោរពដោយតម្លៃទៅកាន់ប្រមុខដឹកនាំរបស់ពួកយើងតាមរយៈអ្វីការអធិដ្ឋានសូមប្រាជ្ញាសម្រាប់គាត់នៅក្នុងការដឹកនាំសូមកម្លាំងសូមដួងចិត្តនៃក្តីមេត្តាករុណាចំពោះគាត់បន្ថែមទៀតនោះហើយជាអ្វីដែលយើងត្រូវធ្វើនៅពេលដែលយើងមើលឃើញពីការគោរពឲ្យតម្លៃទៅកាន់អាជ្ញាធររបស់ពួកយើង So what can we do anything to honor our leader? We have to pray for them, ask God to give the wisdom for them to lead us.
យើងគោរពឲ្យតម្លៃទៅកាន់អាជ្ញាធរដឹកនាំរបស់ពួកយើងតាមរយៈការគោរពទៅកាន់ច្បាប់នៅកន្លែងដែលយើងកំពុងតែនៅ To show our honoring to them, we have to follow the law or the rule that we live. កុំបង្កភាពអសន្តិសុខ Do not make anything or violent. គោរពច្បាប់ចរាចរណ៍ Respect the traffic rule. ស្រឡាញ់អ្នកជិតខាង Love your neighbor. ចេះជួយគ្នាទៅវិញទៅមក Help each other. នោះហើយគឺជាការគោរពឲ្យតម្លៃទៅកាន់អាជ្ញាធររបស់ពួកយើង That is honoring to our authority. កុំធ្វើអ្វីឲ្យគាត់ឈឺក្បាលទៀត Don't do anything that make them headache. ទុកឲ្យគាត់មានកន្លែងដើម្បីគិតអំពីការដឹកនាំប្រទេសជាតិមួយនេះឲ្យឡើងទៅកាន់កម្រិតថ្មីវិញកុំឲ្យគាត់ឈឺក្បាលដោយសារយើងទៀត So give space for them to think something new to develop this country. ដូច្នេះហើយចូលគោរពឲ្យតម្លៃទៅកាន់អាជ្ញាធរដឹកនាំរបស់អ្នក So please give honoring to our authority and leader. បើសិនជាអ្នកទាំងអស់គ្នាពិបាកនឹងគោរពឲ្យតម្លៃចូលមើលទៅកាន់គំរូរបស់ដេវីតជាមួយនឹងស្ដេចសូល So if you really hard to give honoring to your leader, let's watch the David and Saul. ដេវីតគឺជាអ្នកបន្ទាប់របស់ស្ដេចសូលប៉ុន្តែស្ដេចសូលអត់ពេញចិត្តជាមួយនឹងដេវីតតាមសម្លាប់ដេវីតពីម្ដងទៅម្ដងសំណួរសួរថាតើដេវីតជាអ្នកដើរតាមតើគាត់គោរពឲ្យតម្លៃទៅកាន់ស្ដេចសូលហើយឆ្លើយតបទៅកាន់ទង្វើរបស់ស្ដេចសូលដោយរបៀបណាគឺដោយការគោរពឲ្យតម្លៃ So David is the follower and Saul is dislike, doesn't like David. And David respect Saul and follow the command from God. ដូច្នេះក្រុមជំនុំពួកយើងត្រូវតែគោរពឲ្យតម្លៃទៅកាន់អាជ្ញាធររបស់យើង So church, we must give honor to our ទី authority. 4គោរពឲ្យតម្លៃគ្រូគង្វាលឬអ្នកដឹកនាំខាងវិញ្ញាណរបស់អ្នក Number 4, honor our pastor. ដោយនៅក្នុងទីម៉ូថេខ្សែទី1បាននិយាយថាគ្រូគង្វាលទាំងឡាយណាដែលនាំមុខក្រុមជំនុំបានល្អប្រពៃត្រូវលើកកិត្តិយសគាត់មួយទ្វេជាពីរជាពិសេសចំពោះគ្រូគង្វាលណាដែលនៅហត់ប្រកាសព្រះបន្ទូលនិងបង្រៀនគេ Like in 1 Timothy 5:17 say that the elder who directs the affairs of the church well are worthy of double honor, especially those who work is preaching and teaching. បើនិយាយពីកន្លែងមួយនេះទេនិយាយដូចជាលើកខ្លួនឯង So when we talking like this, we feel that we lift up ourselves. អីអ្នកទាំងអស់គ្នាស្មោះត្រង់ទៅកាន់អ្នកទាំងអស់គ្នាពួកយើងអត់ចង់ឲ្យអ្នកទាំងអស់គ្នាលើកយើងទេពួកយើងចង់ឲ្យពួកយើងធ្វើអ្វីទាំងអស់នេះគឺដើម្បីឲ្យព្រះអង្គទ្រង់មើលឃើញតែប៉ុណ្ណោះប៉ុន្តែនេះគឺជាទង្វើមួយដែលអ្នកទាំងអស់គ្នាមិនអាចរំលងបានដូចគ្នាសូម្បីតែខ្ញុំក៏ខ្ញុំត្រូវតែគោរពឲ្យតម្លៃទៅកាន់គ្រូគង្វាលរបស់ខ្ញុំដូចគ្នាដែរ Everyone. So we don't want you to lift me up, but we just want to show you that as we are a person, we must lift up our leader. អ្នកទាំងអស់គ្នាត្រូវតែមើលថាតើអ្នកដឹកនាំរបស់ពួកយើងតើគាត់បានធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកគាត់មិនត្រឹមតែដឹកនាំអ្នកពីមួយជំហានទៅមួយជំហានតែគាត់ចង់ឃើញអ្នកបានរីកចម្រើនដូច្នេះហើយសូមកុំឲ្យដួងចិត្តមួយដែលគាត់មានសម្រាប់អ្នកคล้ายទៅជាដួងចិត្តមួយដែលអ្នកមើលឃើញថាហេធ្វើតែប៉ុណ្្នឹងសោះហត់ដែរ So you have to see what your leader do everything. They serve you, they do everything for you, and you must give honoring to them. អ្នកទាំងអស់គ្នាគ្រូគង្វាលរបស់អ្នកទទួលខុសត្រូវទៅលើព្រលឹងវិញ្ញាណរបស់អ្នក Everyone, your pastor is responsible on your spiritual. នៅក្នុងព្រះគម្ពីរក៏បាននិយាយដូចគ្នាដែរថាកុំចង់ធ្វើគ្រូបង្រៀនច្រើនពេក In the Bible also said that don't want to be a lot of teacher. ប៉ុន្តែនៅក្នុង Freedom Church នៅក្នុងក្រុមជំនុំសេរីភាពខ្ញុំឃើញមនុស្សជាច្រើនពួកគេចង់ឡើងមកជាគ្រូបង្រៀន But in Freedom Church I can see that many of them want to be a teacher. ដោយសារតែពួកគេបានមើលឃើញថាការឡើងមករបស់ពួកគេគឺអាចជួយទៅកាន់ជីវិតមនុស្សដែលនៅខាងក្រោយពួកគេ Because I can see that when they become teacher, they will see other life change. ដូច្នេះដោយសារតែការចុចប៊ូតុង Q របស់ pastor របស់អ្នកទៅធ្វើឲ្យអ្នកមានជីវិតនៅក្នុងថ្ងៃនេះ Because of your pastor click on the light, the green light, and then you have new life like this. ដោយសារតែព្រះជាម្ចាស់បានធ្វើការតាមរយៈគ្រូគង្វាលរបស់អ្នកទើបអ្នកអាចផ្សះផ្សាអាពាហ៍ពិពាហ៍របស់អ្នកបាន Because God doing well through your pastor, that's why you can restore your marriage. ដោយសារតែព្រះជាម្ចាស់បានប្រើប្រាស់គ្រូគង្វាលរបស់អ្នកទៅជួបអ្នកទើបអ្នកអាចចាក់ចែងពីការញៀនគ្រឿងញៀនបាន Because God works through your pastor, that's why you can
live and freedom from drug. ដូច្នេះហើយជួយឲ្យតម្លៃទៅកាន់គ្រូគង្វាលរបស់អ្នក So please honoring to your pastor. ហើយពួកយើងពីព្រោះគ្រូគង្វាលរបស់អ្នកគឺជាឪពុកខាងវិញ្ញាណរបស់អ្នក Because pastor is a father at your spiritual. យើងអាចឲ្យតម្លៃទៅកាន់ពួកគាត់ដោយការស្ដាប់បង្គាប់ធ្វើតាមហើយចុះចូល So we can give what you to them by obey and follow and submit to him. ស្ដាប់គាត់តើខ្ញុំគួរធ្វើអ្វីបន្ថែមទៀត Listen to him and what can I do more? បើសិនគាត់ប្រាប់ថាកជុកកុំជ្រើសរើសខអី So if they say that God do not choose call. គាត់ប្រាប់ថាធ្វើអាទី1កុំជ្រើសរើសអាទី2អី If he asks you to do number 1, don't choose number 2. ហើយអ្នកទាំងអស់គ្នាខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាកន្លឹះមួយអ្នកដឹកនាំខាងវិញ្ញាណរបស់អ្នកគ្រូគង្វាលរបស់អ្នកគាត់បានមើលឃើញពីគោលដៅនៃជីវិតរបស់អ្នកជាងអ្នកមើលឃើញខ្លួនឯង Everyone, I want you to know that your pastor can see in your spiritual goal. រាល់ពេលដែលខ្ញុំ blur រាល់ពេលដែលខ្ញុំមើលទៅដូចរៀងព្រិលផ្លូវហ្នឹងគួរដើរឬមិនគួរដើរខ្ញុំតែងតែទៅរកគ្រូគង្វាលរបស់ខ្ញុំហើយខ្ញុំសួរថាខ្ញុំគួរទៅដែរឬអត់បើគាត់ប្រាប់ថា no អូខេខ្ញុំអត់ទៅទេបើគាត់ប្រាប់ថាអូខេខ្ញុំនឹងឈ្មោះឈ្មោលហើយទៅ So if you feel that it's like blur, that I cannot see clearly that way, and then we have to go to our pastor and ask advice from them. If he say yes, we have to go. If say no, we will say no. បើគាត់ប្រាប់ថាអ្នកអាចផ្លាស់ប្ដូរបានអូខេខ្ញុំជឿទៅលើ pastor ទោះបីជាឥឡូវខ្ញុំអត់ទាន់ទុកចិត្តខ្លួនឯងក៏ដោយតែខ្ញុំជឿទៅលើពាក្យរបស់ pastor ព្រោះអ្នកមានព្រះវិញ្ញាណរបស់ព្រះអង្គជាអ្នកដឹកនាំ If pastor saying that you can change yourself, yes, I will do it, even though I'm not trust myself, but I trust him. ដូច្នេះហើយគោរពឲ្យតម្លៃទៅកាន់អ្នកដឹកនាំខាងឯវិញ្ញាណរបស់អ្នក So please give honor to your pastor. ព្រះម្ចាស់មានព្រះបន្ទូលឲ្យគោរពទៅកាន់អ្នកខាងលើរបស់អ្នកត្រូវអត់ God command to us to give value to people above us, right? មួយថ្ងៃនេះយើងឮអ្នកខាងលើព្រះអង្គនៅលើឪពុកម្ដាយនៅលើប្រមុខអ្នកដឹកនាំក៏នៅលើ pastor ក៏នៅលើចុះអ្នកខាងក្រោមមិនគេជន់ក៏ពៀតទេ So today we just heard about God is above, parent is above, and authority is above, pastor is above. What is the one who on below? អ្នកទាំងអស់គ្នានេះហើយគឺជាចំណុចទី5ដែលពួកយើងត្រូវតែមើលគឺគោរពឲ្យតម្លៃទៅកាន់អ្នកដទៃ So this is number 5, honor others. ព្រះយេស៊ូវបាននិយាយយ៉ាងច្បាស់បញ្ជាក់មកកាន់ពួកយើងយ៉ាងច្បាស់យើងមិនត្រឹមតែគោរពឲ្យតម្លៃទៅកាន់អ្នកដែលនៅខាងលើយើងអ្នកដែលមានតំណែងខ្ពស់ប៉ុន្តែយើងក៏គោរពឲ្យតម្លៃទៅកាន់អ្នកដែលនៅខាងក្រោមយើងដូចគ្នា So Jesus said that it's not just the people who above us or have a high position, but we must honor to people below us as well. បើអ្នកឃើញអំពីព្រះជាម្ចាស់ទ្រង់មិនបានឲ្យអ្នកគោរពឲ្យតម្លៃតែទ្រង់ទេតែទ្រង់ក៏គោរពឲ្យតម្លៃទៅកាន់អ្នកដែរនៅពេលដែលទ្រង់បង្កើតអ្នកទ្រង់មិនបានបង្កើតអ្នកឲ្យคล้ายទៅជា robot សម្រាប់ចិត្តជំនួសអ្នកតែទ្រង់ឲ្យតម្លៃអ្នកតាមរយៈឲ្យអ្នកសម្រាប់ចិត្តដោយខ្លួនឯង So as you can see that it's not just honoring to God that we just do everything for him, but he gives you the choice. ឪពុកម្ដាយរបស់អ្នកក៏បានគោរពឲ្យតម្លៃទៅកាន់អ្នកដែររាល់ពេលដែលអ្នកចង់បានអ្វីក៏គាត់ទិញឲ្យអ្នកគាត់ឲ្យតាមសំណុំពរគាត់ក៏គោរពឲ្យតម្លៃទៅកាន់អ្នកដែរ Your parents also give value to you or honor to you. They always ask you what you want to have. They will follow you. ដូច្នេះហើយមានរឿងជាច្រើនដែលអ្នកខាងលើបានឲ្យតម្លៃទៅកាន់អ្នកនៅខាងក្រោមមនុស្សគ្រប់គ្នាត្រូវទទួលបានការគោរពឲ្យតម្លៃ You can see that above that they also give honor to those below as well. លើពីនេះខ្ញុំចង់ចូលទៅកាន់ការអនុវត្តជាក់ស្ដែងមួយចំនួនតាក់ទងមួយការគោរពឲ្យតម្លៃទៅកាន់អ្នកដែលនៅខាងក្រោមយើង And we also want to get deeper the meanings of honoring to those who below us. សម្រាប់បងប្អូនដែលមានវ័យចាស់មានវ័យខ្ពស់តើអ្នកបានគោរពឲ្យតម្លៃទៅកាន់អ្នកនៅខាងក្រោមអ្នកដែរឬទេ For those who are elders, have you ever give honor to the younger? សម្រាប់ម្ចាស់ business សម្រាប់អ្នកដែលមានក្រុមហ៊ុនតើអ្នកបានគោរពឲ្យតម្លៃទៅកាន់បុគ្គលិកដែលនៅខាងក្រោមអ្នកដែរឬទេ For those managers or boss or the owners of the company, have you ever honoring to your staff? សម្រាប់គ្រួសារតើអ្នកបានគោរពឲ្យតម្លៃទៅកាន់អ្នកដែលមានវ័យតិចជាងអ្នកដែរឬទេ
For family, have you ever give value or honor to the lower one? អាចអត់អ្នកទាំងអស់គ្នាខ្ញុំសុំរឿងមួយជាពិសេសនៅក្នុងគ្រួសារឬក៏អ្នកដែលមានអ្នកដែលស្គាល់គ្នាជិតស្និទ្ធបំផុតខ្ញុំសុំរឿងនេះអ្នកគួរតែបង្កើនការគោរពឲ្យតម្លៃជាជាងដែលការប្រើពាក្យមិនសមរម្យទៅកាន់គ្នាទៅវិញទៅមក Everyone, I just want you to know and I want to ask from you. We have to give more value to the people who below us or we are very close friends but we must give value to each other. ជាពិសេសយើងជួយចិត្តប្រើពាក្យអីគេហែង Sometimes we use the word hey you. ហែងព្រមទៅ Why don't you go? យានេះហ្នឹងមែនឬក៏យើងយ៉ាងចាប់ណាហែង Oh, you are very bad. ឬក៏យើងប្រើពាក្យមួយទៀតអាហ្នឹងបានតែត្រូវទៅ And then he must get hit. តើអ្នកណាគេខ្លះជួយចិត្តប្រើពាក្យទាំងអស់នេះ How many of you have ever used those words? អានេះអានោះខ្ញុំសូមបានអ្នកទាំងអស់គ្នាពួកគេមានតម្លៃ Everyone, stop using this person, that person, but they are value. ដូច្នេះហើយចូលលុបបំបត្តិពាក្យដែលមិនឲ្យតម្លៃនោះចោលទៅ So please delete every dishonoring word. ចូលថែរក្សាគ្នាចូលឲ្យតម្លៃទៅកាន់ពួកគេដោយការបន្ទាបខ្លួននិយាយទៅកាន់ក្មេងអូនកូនប្អូនឬក៏បងនិយាយពាក្យដែលព្រោះខ្មែរយើងមានពាក្យព្រោះច្រើនណាស់ដែលយើងអាចហៅគ្នាបាន So please humble yourself and speak lovely to each other. ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលជាមួយនឹងរឿងមួយអំពីព្រះយេស៊ូវដែលទ្រង់គឺជាគំរូមែនទែននៅក្នុងការដែលឲ្យពួកយើងបានមើលឃើញអំពីការគោរពឲ្យតម្លៃ So I want you to see a story that Jesus very good example to all of us about honoring. តោះចូលទៅមើលទាំងអស់គ្នា Let's watch together. ពេលនោះព្រះយេស៊ូវនិងពួកសិស្សកំពុងបរិភោគអាហារមាសាតាំងបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ូតជាកូនលោកស៊ីម៉ូនមានគំនិតនាំគេមកចាប់ព្រះអង្គជ្រាបថាព្រះបិតាបានប្រគល់អ្វីទាំងអស់មកក្រោមអំណាចព្រះអង្គហើយជ្រាបថាព្រះអង្គយាងមកពីព្រះជាម្ចាស់និងយាងទៅឯព្រះជាម្ចាស់វិញព្រះអង្គក្រោកឡើងដោះព្រះពស្ត្រចេញយកក្រមាមកក្រវាត់ចង្កេះបន្ទាប់មកព្រះអង្គចាក់ទឹកក្នុងផើងមួយរួចចាប់ផ្ដើមលាងជើង disciple ទ្រង់ព្រមទាំងយកក្រមាពីចង្កេះមកជូតផងព្រះអង្គក៏មករកលោកស៊ីម៉ូនពេត្រុសព្រះអង្គម្ចាស់តើព្រះអង្គនឹងលាងជើងឲ្យទូលបង្គំមែនពេលនេះអ្នកមិនទាន់ដឹងថាខ្ញុំកំពុងធ្វើអ្វីឡើយថ្ងៃក្រោយអ្នកមុខតែយល់ជាមិនខានទេព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំដាច់ខាតបើខ្ញុំមិនលាងជើងអ្នកទេនោះអ្នកមិនមែនជា disciple ខ្ញុំតទៅទៀតឡើយព្រះអង្គម្ចាស់បើដូច្នេះសូមកុំលាងតែជើងអីសូមលាងទាំងដៃទាំងក្បាលផងអ្នកដែលបានងូតទឹករួចមិនបាច់លាងខ្លួនទេគឺលាងតែជើងប៉ុណ្ណោះព្រោះខ្លួនគេស្អាតបរិសុទ្ធទាំងមូលហើយអ្នករាល់គ្នាបានស្អាតបរិសុទ្ធតែមិនមែនគ្រប់គ្នាទេព្រះយេស៊ូវបានជ្រាបអំពីអ្នកដែលហ៊ាននឹងនាំគេមកចាប់ព្រះអង្គដូច្នេះហើយទើបព្រះអង្គមានព្រះបន្ទូលថាអ្នករាល់គ្នាបានស្អាតបរិសុទ្ធតែមិនមែនគ្រប់គ្នាទេ
កាលព្រះយេស៊ូវលាងជើងឲ្យគេរួចហើយព្រះអង្គស្លៀកពាក់ឡើងវិញយាងមកតុ តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នាដែរឬទេអ្នករាល់គ្នាហៅខ្ញុំថាព្រះគ្រូនិងព្រះអង្គម្ចាស់នោះត្រូវមែនគឺខ្ញុំនឹងហើយបើខ្ញុំជាព្រះអង្គម្ចាស់និងជាព្រះគ្រូបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយអ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្តដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នាខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយរីឯអ្នកដែលគេចាត់ឲ្យទៅក៏មិនដែលធំជាងអ្នកដែលចាត់ឲ្យទៅនោះដែរប្រសិនបើអ្នករាល់គ្នាដឹងសេចក្តីទាំងអស់នេះហើយប្រព្រឹត្តតាមអ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន អ្នកទាំងអស់គ្នាព្រះយេស៊ូវគឺជាគ្រូរបស់ពួកគេ Everyone, Jesus is their teacher, ជាអ្នកដឹកនាំ their leader, ជាអ្នកបង្រៀន their teacher. ពីកន្លែងមួយទៅកន្លែងមួយព្រះអង្គតែងតែបង្រៀនទៅកាន់ពួកគេហើយពួកគេមានឈ្មោះជា disciple មានន័យថាជាអ្នកដែលដើរតាមហើយធ្វើតាមព្រះអង្គ From place to place, Jesus take to them, and they are his teacher, disciple. ហើយព្រះអង្គបានជ្រើសរើសលាងជើងឲ្យពួកគេ And Jesus choose to wash their feet. តើអ្នកទាំងអស់គ្នាដែលឃើញនៅលើពិភពលោកនេះដែលមានគ្រូណាទៅលាងជើងឲ្យសិស្សដែរឬទេ Have you ever seen on the earth the teacher wash student feet? ព្រះយេស៊ូវខ្ញុំឃើញព្រះយេស៊ូវ I can see Jesus. ព្រះយេស៊ូវបានប្រងប្រាប់មកកាន់ពួកយើងថានេះហើយគឺជារបៀបដែលអ្នកខាងលើឲ្យតម្លៃទៅកាន់អ្នកខាងក្រោម So Jesus said that this is the way that the above give value or honoring to those below. នេះហើយគឺជារបៀបដែលយើងអាចឲ្យតម្លៃទៅកាន់គ្នាទៅវិញទៅមក So this is the way that we can honoring to each other. មិនមែនត្រឹមតែលាងជើងប៉ុណ្ណោះទេប៉ុន្តែជាមួយនឹងដួងចិត្តនៃការបន្ទាបខ្លួនហើយឲ្យតម្លៃ It's not just only wash the feet, but from the heart to honoring each other and humble. ចុះពួកយើងវិញតើយើងមានឋានៈអ្វីស្មើនឹងព្រះយេស៊ូវ What about us? What is the level that we have about Jesus? ហើយអ្វីបានជាយើងពិបាកនៅក្នុងការបន្ទាបខ្លួនហើយឲ្យតម្លៃទៅកាន់មនុស្សដែលនៅជុំវិញយើង Why we are very hard to humble and give value to the people ព្រះ around យេ us? ស៊ូវបានធ្វើកិច្ចការនេះគឺជាគំរូសម្រាប់យើងនេះគឺជាគំរូមួយក្នុងចំណោមគំរូជាច្រើនដែលទ្រង់បានឲ្យមកកាន់យើងដូច្នេះហើយក្រុមជំនុំចូលចេញទៅជាមួយនឹងការគោរពឲ្យតម្លៃទៅកាន់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងនៅក្នុងជីវិតរបស់យើង So Jesus give amazing example to all of us. So we can go everywhere and do to anyone around us. ខ្ញុំចង់ឲ្យបងប្អូនបានបិទភ្នែក So I want you to close your eyes ហើយសញ្ជឹងគិតបន្តិច and imagine for a while. តើការគោរពឲ្យតម្លៃក្នុងជីវិតរបស់ខ្ញុំកំពុងតែនៅលេខប៉ុន្មាននៅក្នុងពេលនេះ So what is the number that we can rate to our honoring in our life right now? នៅលេខ5លេខ6លេខ7ឬក៏នៅលេខ3នៅឡើយ So it's on number 5, number 6, number 7 or on number 3. យើងងាយស្រួលនឹងឲ្យតម្លៃអ្នកខាងលើចុះអ្នកខាងក្រោមយើងងាយស្រួលឲ្យតម្លៃពួកគេដែរឬទេ It's easy for us to give value or honoring to the people above us. What about the people who below us? ពួកយើងកំពុងតែរស់នៅក្នុងពិភពលោកនេះដែលចង់ទទួលបានជាមួយនឹងការគោរពឲ្យតម្លៃតែពិបាកនៅក្នុងការឲ្យតម្លៃទៅកាន់អ្នកដទៃ We are in the world that really want to get honoring from others, but it's hard for us to give honoring to others. សំណួរសួរថាតើយើងបានយកគំរូតាមព្រះយេស៊ូវឬក៏យកគំរូតាមលោកីនេះ The question is, we follow the example from Jesus or example from this world? ព្រះយេស៊ូវមានព្រះបន្ទូលថាអ្នកកាន់តែខ្ពស់ប៉ុណ្ណាអ្នកត្រូវតែបន្ទាបខ្លួនកាន់តែខ្លាំងប៉ុណ្ណោះដែរ Jesus said that as high as you are, you must humble yourself as well. ប្រហែលជានរណាម្នាក់បានធ្វើអាក្រក់មកកាន់អ្នកប្រហែលជានរណាម្នាក់បានធ្វើរឿងដែលមិនត្រឹមត្រូវមកលើជីវិតរបស់អ្នកហើយអ្នកពិបាកនឹងឲ្យតម្លៃទៅកាន់គេនៅពេលនេះ Maybe someone did a bad thing to you and it's hard for you to give value or honoring to them. តែកុំឆ្លើយតបដោយការស្អប់
ចូលឆ្លើយតបដោយការឲ្យតម្លៃវិញ So do not respond with your hatred, but choose to respond with value. ពីព្រោះអ្នកដែលកាត់ក្តីមិនមែនជាអ្នកទេគឺព្រះជាម្ចាស់ទេតើជាអ្នកដែលកាត់ក្តីទៅលើរឿងទាំងអស់នោះ Because the charger is not you, the charger is from God. នៅពេលដែលអ្នកអាចអត់ទោសនៅពេលដែលអ្នកអាចឲ្យតម្លៃនោះអ្នកនឹងទទួលបានរង្វាន់ពីព្រះជាម្ចាស់ So when you can give value to others or you can forgive to other, you will get gift from God. ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបានឆែកមើលដួងចិត្តរបស់ខ្លួនឯងនៅពេលនេះតើមានអ្នកណាគេខ្លះដែលខ្ញុំកំពុងតែស្អប់ហើយពិបាកនឹងឲ្យតម្លៃទៅកាន់គេ So I want you to check your heart right now and searching for anyone that I hate to them and it's hard for me to give value or honor to them. សូមកម្លាំងពីព្រះអង្គនៅពេលនេះដើម្បីឲ្យអ្នកមានកម្លាំងនិងភាពក្លាហានគ្រប់គ្រាន់នៅក្នុងការចេញទៅហើយឲ្យតម្លៃនិងអត់ទោសសម្រាប់គេ Ask the strength from God and saying that that make you strong enough to go out and say to them and give value to them. ព្រះយេស៊ូវនៅពេលនេះកូនអធិដ្ឋានសម្រាប់បងប្អូនរបស់កូននៅពេលនេះ Jesus, I pray now for our brother and sister. ព្រះយេស៊ូវយើងដឹងថាពួកយើងចង់រស់នៅជាមួយនឹងជីវិតដែលជោគជ័យ Jesus, we know that we want to live a life with success. ពួកយើងចង់គោរពឲ្យតម្លៃទៅកាន់មនុស្សគ្រប់គ្នាគ្រប់ទីកន្លែងប៉ុន្តែវាមានអ្វីមួយយ៉ាងដែលនៅខាងក្នុងចិត្តរបស់ពួកយើងបានឃុំឃាំងយើងមិនឲ្យយើងគោรពឲ្យតម្លៃទៅកាន់មនុស្សដែលនៅជុំវិញយើង Jesus, we know that you want us to live in this world to give value to anyone, anywhere. But something in our heart that stuck us, that hold us, is not allow us to give value to others. ព្រះអង្គគុណសូមទោសមានពេលខ្លះយើងមិនបានគោរពឲ្យតម្លៃទៅកាន់ទ្រង់ Lord, we thank you that sometimes we are not honoring to our teacher. ព្រះអង្គគុណសូមទោសមានពេលខ្លះកូនមិនបានគោរពឲ្យតម្លៃទៅកាន់ឪពុកម្ដាយរបស់កូន Lord, we thank you that sometimes we are not give value to our parents. ព្រះអង្គគុណសូមទោសមានពេលខ្លះកូនមិនបានគោរពឲ្យតម្លៃទៅកាន់អាជ្ញាធរដឹកនាំរបស់យើង Lord, we're sorry but sometimes we are not give honoring to our authority. ព្រះអង្គគុណសូមទោសមានពេលខ្លះកូនមិនបានគោរពឲ្យតម្លៃទៅកាន់គ្រូគង្វាលឬក៏អ្នកដឹកនាំខាងឯវិញ្ញាណរបស់កូន Lord, we're sorry that sometimes we are not honoring to pastor. ព្រះអង្គគុណសូមទោសដែលកូនមិនបានគោរពឲ្យតម្លៃទៅកាន់មនុស្សដែលនៅជុំវិញកូន Lord, we're sorry that we are not give value or honoring to the people who live around us. នៅពេលនេះកូនទម្លាក់ចុះរត់จากអំនួតហើយកូនចង់ប្រាប់ទៅកាន់ព្រះអង្គថាកូននឹងស្ដាប់បង្គាប់ទ្រង់ Lord, right now I drop off all my pride and I would like you to know that I follow you. ហើយរស់នៅជាមួយនឹងជីវិតដែលគោរពឲ្យតម្លៃចាប់ពីពេលនេះតទៅ And to live a life with valuable and honoring each other from now on. Amen Amen. សូមឲ្យភ្នែកទាំងអស់នៅតែបន្តបិទ So please keep your eyes closed. ខ្ញុំចង់ឲ្យពេលវេលាមួយនេះទៅកាន់ភាពឯកជនទៅកាន់បងប្អូនដែលទើបតែចូលរួមជាមួយនឹងយើងជាលើកទី1ឬក៏អ្នកដែលមិនទាន់បានទទួលជឿលើព្រះយេស៊ូវនៅឡើយ We want to give this opportunity for those who do not believe in Jesus yet. យើងចង់ប្រាប់ទៅកាន់អ្នកថាថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យក្នុងជីវិតរបស់អ្នកនៅពេលដែលអ្នកទទួលជឿលើព្រះយេស៊ូវ I want you to know that today is amazing day for you when you accept Jesus as your savior. បើអ្នកពិតជាចង់ទទួលជឿលើព្រះយេស៊ូវនៅក្នុងជីវិតរបស់អ្នកហើយរស់នៅក្នុងជីវិតថ្មីចាប់ពីពេលនេះតទៅសូមបានលើកដៃជាសញ្ញា So if you want to live a new life in your life and you want to follow Jesus, please raise up your hand as a sign. សូមលើកដៃជាសញ្ញា Raise up your hand as a sign. ថាអ្នកពិតជាចង់ទទួលជឿលើព្រះយេស៊ូវមែន If you really want to accept Jesus, ជីវិតថ្មីដែលពេញបរិបូរណ៍កំពុងតែរងចាំអ្នក the new life is full of life is waiting for you. ជីវិតដ៏អស្ចារ្យកំពុងតែរងចាំអ្នក The amazing life is waiting for you. សម្រាប់បងប្អូនដែលលើកដៃសូមអធិដ្ឋានតាមពួកយើង For those who raise up their hand, please pray follow us. ព្រះយេស៊ូវ Jesus, កូនសូមទោសរាល់ទាំងកំហុសនិងអំពើបាបដែលកូនបានប្រព្រឹត្ត we are sorry for all the wrong that we have done.
នៅពេលនេះសូមព្រះអង្គបានអត់ទោសហើយកូនទទួលយកការអត់ទោសពីទ្រង់ So please forgive me and I accept my forgiven. កូនយាងទ្រង់ចូលមកកាន់ជីវិតរបស់កូន I invite you to come into my life ចាប់ពីពេលនេះតទៅ from now on. ហើយកូនចង់រស់នៅក្នុងជីវិតថ្មីជាមួយទ្រង់ I want to live a new life with you. កូនថ្វាយជីវិតរបស់កូនទៅកាន់ព្រះអង្គ I give my life to you ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ in Jesus' name. Amen. Come on Amen. ក្រុមជំនុំរស់នៅក្នុងជីវិតដ៏អស្ចារ្យជីវិតដែលជោគជ័យចូលរស់នៅក្នុងជីវិតដែលគោរពឲ្យតម្លៃ Everyone, please live an amazing life that you can give honoring to each other. Come on Amen.